Chúng tôi sư bằng phố là không nhé, ngày nay đã nhưng mà nghe rừng vậy mới trong chạy để tại bằng phố tập sàn ở kia để tại rừng này đã ăn cả tờ lơ bằng pro nhé chúng ta bondara để bondara các bạn dễ tha tại rừng này còn chụp tiền ấy cứ còn lòng tàu rịa về phải chia đập năm tờ haiแต่ពេលនោះគឺទៅពេលតែគាត់បានចប់ថ្នាក់ទី12ហើយគាត់បានឡើងមករៀនទីក្រុងហើយគាត់ក៏បានរកបន្ទប់ជួលមួយដើម្បីស្នាក់នៅក៏ប៉ុន្តែបន្ទប់ជួលទៅកាត់ស្នាក់នៅនោះគឺវាមានបញ្ហាចំណុចជាច្រើនអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាបងតារាគាត់ជាអ្នកនៅជនបទហើយគាត់បានបញ្ចប់ឆ្នាំទី12របស់គាត់ក៏សម្រេចចិត្តមករៀននៅឯទីក្រុងមកពេលតែគាត់រៀននៅទីក្រុងគាត់ក៏បានរកប្រតិបត្តិជួនណាដែលមានតម្លៃសមរម្យក៏ប៉ុន្តែដោយសារតែគាត់មានជីវភាពខ្វះខាតដែរអញ្ចឹងហើយគាត់រកបន្ទប់ណាដែលមានតម្លៃធូរថ្លៃគាត់មិនអាចរកតម្លៃបន្ទប់ណាដែលមានតម្លៃថ្លៃទេដោយសារតែជីវភាពគាត់ខ្វះខាតដែរមកពេលតែគាត់ឡើងមកភ្នំពេញដំបូងហ្នឹងគាត់រកបន្ទប់ជួលមិនទាន់បានទេអញ្ចឹងគាត់ក៏បានសុំមិត្តភ័ក្តិរបស់គាត់ហ្នឹងស្នាក់នៅច្រើនថ្ងៃសិនហើយថ្ងៃមួយនោះបន្ទាប់ពីគាត់ទៅនៃវិការសិក្សាគាត់ក៏បានជិះម៉ូតូដើររកបន្ទប់ជួលដែរប៉ុន្តែគាត់រកបន្ទប់ណាក៏អត់មានទៅនេះទេដោយសារតែគាត់មកក្រោយគេអញ្ចឹងណាអញ្ចឹងពីច្រើនបន្ទប់ដែលគាត់ទៅរកនោះគឺពីច្រើនពេញហើយរំលងទៅបានថាជាមួយសប្តាហ៍ទៀតគាត់ទៅនៃវិការសិក្សាគាត់ក៏បានជិះរកបន្ទប់ជួលម្ដងទៀតប៉ុន្តែលើកនេះគាត់ថាជិះទៅរីឆ្ងាយបន្តិចណាពីក្រុងគាត់ថាបានឃើញគេដាក់ផ្លាកសញ្ញាថាបន្ទប់ជួលប៉ុន្តែផ្លូវចូលហ្នឹងវាស្ងាត់បន្តិចគាត់ក៏បានចូលទៅសួររកម្ចាស់បន្ទប់ហើយម្ចាស់បន្ទប់នោះក៏បាននិយាយថានៅសល់បន្ទប់មួយដែរគាត់ឮអញ្ចឹងគាត់ក៏សប្បាយចិត្តដែរព្រោះគាត់អាចរកបន្ទប់ជួលបានណាអញ្ចឹងគាត់ក៏បានទៅមើលក្នុងបន្ទប់នោះប៉ុន្តែអ្វីដែលចម្លែកពីម្ចាស់បន្ទប់នោះមិនបានជូនគាត់ទៅមើលទេគឺបងតារាទៅមើលដោយខ្លួនឯងតែម្ដងបងតារាគាត់ក៏មិនបង្អង់យូរដែរគាត់ក៏បានទៅមើលបន្ទប់ជួលនោះប៉ុន្តែបងតារាចូលទៅមើលបន្ទប់នោះគាត់ថាមើលទៅវាអត់សូវស្អាតវាលក្ខណៈថាវាក្រិចណាប៉ុន្តែដោយសារតែគាត់មិនចង់រំខានមិត្តភ័ក្តិរបស់គាត់យូរអញ្ចឹងគាត់ក៏សម្រេចចិត្តថាជួលបន្ទប់នោះសិនទៅចាំមើលថ្ងៃណាដែលគាត់ទៅនៃពីការសិក្សាឬក៏គាត់អាចរកកន្លែងថ្មីបានគាត់នឹងស្នាក់នៅកន្លែងហ្នឹងសិនអញ្ចឹងគាត់ក៏បានហៅបងសេហាដែលជាមិត្តភ័ក្តិរបស់គាត់ហ្នឹងឲ្យជួយរើអវ៉ាន់ដើម្បីចូលរស់នៅបន្ទប់ដែលគាត់បានជួលហ្នឹងថ្ងៃដំបូងដែលគាត់នៅក្នុងបន្ទប់ជួលរបស់គាត់ហ្នឹងនៅថ្ងៃទី1បងតារាបានចូលមកក្នុងបន្ទប់ជួលថ្មីនោះគាត់មានអារម្មណ៍ថានៅទីហ្នឹងមានអារម្មណ៍ដូចស្ងាត់ប្លែកៗដូចមិនមានមនុស្សរស់នៅអញ្ចឹងណាហើយបន្ទប់ជួលរបស់គេហ្នឹងទាំងអស់មាន3ជាន់អញ្ចឹងបងតារាគាត់នៅជាន់ទី3ប៉ុន្តែគាត់នៅជាន់ទី3មែនក៏ប៉ុន្តែគាត់មានអារម្មណ៍ថាជាន់ទី3ហ្នឹងដូចមិនមានអ្នកណានៅជុំគាត់ទេលក្ខណៈថាគាត់មានអារម្មណ៍ថាគាត់នៅតែឯងអញ្ចឹងណាគាត់ក៏មិនបានគិតអីច្រើនទៀតដែរគាត់ក៏បានគេងលក់បាត់ទៅនៅពេលយប់ហ្នឹងណាយប់នោះគាត់អត់បានជួបរឿងអ្វីដែលចម្លែកទេគឺគាត់គេងលក់ដោយស្ងប់ចិត្តព្រោះសារថាគាត់អស់កម្លាំងខ្លាំងពេកពីថ្ងៃសារគាត់លើអាវ៉ាន់អញ្ចឹងគាត់អស់កម្លាំងពេកគាត់គេងលក់ទៅយប់ហ្នឹងក៏បានមិនមានរឿងអ្វីកើតឡើងដែរនាពេលព្រឹកឡើងបងតារាក៏ធ្វើដំណើរទៅសាលាជាធម្មតារហូតដល់ល្ងាចគាត់ក៏វិលត្រឡប់មកក្នុងបន្ទប់គាត់វិញអញ្ចឹងនៅយប់នោះជាយប់ទី2ហើយយប់នោះខណៈពេលដែលបងសិហាកំពុងតែរៀនដល់យប់ជ្រៅប្រហែលជាម៉ោង10កន្លះគាត់ថាបានឮសំឡេងជើងមនុស្សដើរលើកាន់កណ្ដាលហើយបានបើកទ្វារចូលក្នុងបន្ទប់នៅយប់នោះបងតារាមិនបានជួបរឿងអ្វីចម្លែកលើសពីនេះទៀតទេគាត់បានឮត្រឹមតែប៉ុណ្្នឹងហើយគាត់ក៏បានគេងលក់បាត់ទៅអញ្ចឹងមានន័យថាយប់ទី1ក៏អត់បានជួបយប់ទី2ក៏អត់បានជួបអីដែរអញ្ចឹងជីវិតប្រចាំថ្ងៃរបស់គាត់គឺគាត់ទៅរៀនហើយល្ងាចឡើងគាត់មកបន្ទប់គាត់ចឹងទៅធ្វើកិច្ចការសាលាចឹងទៅអញ្ចឹងនៅយប់ទី3បងតារាក៏បានបន្តទៀតថាទៅពេលដែលគាត់កំពុងធ្វើកិច្ចការសាលាដាក់ឲ្យនោះដល់ម៉ោង10:30នាទីគាត់ក៏បានឮសំឡេងជើងមនុស្សកំពុងដើរដូចយំមិញទៀតហើយតែងតែមានក្លិនស្អុយមកជានិច្ចគាត់ថាហៅថាមានមនុស្សដើរមកអញ្ចឹងទៅហើយធំក្លិនស្អុយហ្នឹងណាគាត់មានចងល់ជាខ្លាំងដែរថាតើនរណាខ្លះដែលនៅក្នុងបន្ទប់ជាន់ទី3ជុំគាត់នេះឬក៏គាត់នៅតែឯងឬក៏មានអ្នកណាផ្សេងនៅដែរអញ្ចឹងណាអញ្ចឹងគាត់ក៏ព្យាយាម
លោកមើលថាតើមានអ្នកណានៅដែរតែគណៈពេលដែលគាត់ទៅមើលបើកទ្វារណាទៅមើលថាតើអ្នកដែលដើរមិញជាអ្នកណាគេប្រុសឬក៏ស្រីតែគណៈពេលដែលគាត់បើកទ្វារហ្នឹងគាត់អត់មានឃើញមានអ្នកណាម្នាក់ដែលដើរឲ្យចុះក្នុងបន្ទប់ណាអញ្ចឹងអត់មានឃើញទេហើយអាសលេងដែលបិទទ្វារបន្ទប់ដូចយប់ថ្ងៃមុនក៏អត់បានឮដែរអញ្ចឹងគាត់គិតថាប្រហែលជាគេចូលក្នុងបន្ទប់បាត់ហើយអញ្ចឹងណាហើយគាត់ក៏មិនបានគិតច្រើនណាគាត់ចូលមកសារៈក្នុងបន្ទប់គាត់វិញទៅគាត់ក៏គេងលក់បាត់ទៅយប់ហ្នឹងក៏គាត់ជួបតែប៉ុណ្្នឹងឯងហើយបន្ទាប់ពីយប់ហ្នឹងទៀតចូលមកថ្ងៃបន្ទាប់នៅយប់ទី4នោះគាត់បាននិយាយថាជារៀងរាល់ដងគាត់និយាយថាគាត់គេងបានលឿនអញ្ចឹងណាប៉ុន្តែយប់ហ្នឹងគាត់ថាគាត់គេងអត់លក់ទេគាត់ព្យាយាមគេងតែតាំងពីម៉ោង8ហើយដោយសារតែគាត់តនេអញ្ចឹងទៅគាត់អត់មានអីធ្វើទេអត់មានកិច្ចការផ្ទះធ្វើលំហាត់អីលោកគ្រូដាក់ឲ្យគាត់អត់មានធ្វើទេគាត់ធ្វើអស់ហើយអញ្ចឹងគាត់ថាចង់គេងឲ្យបានពីថ្ងៃម្ដងណាសង្ងំតាំងពីម៉ោង8រហូតដល់ម៉ោងហើយ10កន្លះគាត់ដេកនៅតែអត់លក់ទៀតប៉ុន្តែអាគណៈពេលដែលគាត់ដេកអត់លក់ហ្នឹងម៉ោងដដែលហ្នឹងម៉ោង10កន្លះហ្នឹងគាត់ថាបានឮសំឡេងមនុស្សម្នាក់ដដែលហ្នឹងកំពុងតែឡើងលើកាមេរ៉ាទៀតហើយវាចម្លែកគាត់ថាឲ្យតែម៉ោង10កន្លះគឺឮសំឡេងហ្នឹងរហូតដល់ពេលអញ្ចឹងបងតារាគាត់អារម្មណ៍ថាដូចមិនសូវស្រួលដែរអញ្ចឹងណាដល់ពេលដែលបងតារាគាត់សង្ងំគេណាចិត្តលក់លាវហើយគាត់ក៏បានឮសំឡេងមាននរណាម្នាក់កំពុងតែគោះទ្វារជាច្រើនដងនៅមុខបន្ទប់របស់គាត់បងតារាក៏គាត់បានទៅបើកទ្វារបន្ទប់គាត់មើលថាតើមានណាគេមានកាអីហើយហៅគាត់អញ្ចឹងណាគាត់ក៏បានបើកទ្វារមកអត់មានឃើញនរណាទេអញ្ចឹងគាត់ក៏បិទទ្វារទៅគាត់ក៏មកសង្ងំគេងនៅលើគ្រែរបស់គាត់វិញតែពេលដែលគាត់បិទទ្វារឲ្យមកលើគ្រែវិញមិនបានយូរទេក៏សលេងគោះទ្វារហ្នឹងក៏បន្តគោះទៀតគោះកក់ពេលអញ្ចឹងអូនតារាលើកនេះគាត់មានអារម្មណ៍ថាដូចជាមិនសូវស្រួលហើយព្រោះថាគាត់បើកទ្វារមុនវាមានមនុស្សទេចុះឥឡូវតើអ្នកណាគោះទ្វារគាត់ទៀតបើមានណាឃើញអ្នកណាផងហ្នឹងក៏អញ្ចឹងគាត់លើកនេះគាត់ហ៊ានបើកទ្វារព្រោះលើកមុនគាត់ឃើញថាមានមនុស្សហើយអញ្ចឹងបន្ទប់ជួលរបស់គាត់គេមានប្រហោងទូចមួយដូចភ្នែកឆ្មាអញ្ចឹងណាស្រាប់ហើយគាត់មើលតាមប្រហោងនោះអញ្ចឹងដល់ពេលតែគាត់ចម្លងមើលតាមប្រហោងទៅគាត់ថាឃើញនារីម្នាក់ណាពាក់រ៉ូបពណ៌សមានមុខរលេះរួយហើយញញឹមដាក់គាត់ហើយទៅលាក់សក់យ៉ាងវែងហើយបងតារាគាត់ឃើញអញ្ចឹងគាត់ពិតជាខ្លាចខ្លាំងមែនទែនហើយគាត់ស្ទុះទៅសង្ងំលើគ្រែរបស់គាត់ហើយគាត់ថាពេលនោះគាត់ព្យាយាមដេកមែនទែនហើយគាត់ដេកយ៉ាងណាក៏ដេកមិនលក់ដែរហើយគាត់ព្យាយាមសូត្រធម៌សពបែបសពយ៉ាងគាត់នៅតែមិនបាត់ខ្លាចគាត់ថាចន្លោះប្រហែលជាម៉ោង12-30នាទីណាគាត់ថាបានឃើញស្ត្រីដែលពាក់អារ៉ូបពណ៌សហ្នឹងណាមានមុខរលេះលួយឈោទៅចុងគ្រារបស់គាត់ម្ដងតែពេលគាត់ឃើញអញ្ចឹងគាត់ភ័យខ្លាំងពេកគាត់នៅតែព្យាយាមសូត្រធម៌ហើយគេថាធម៌គាត់ចេះទៅប្រមាណគាត់ព្យាយាមនិយាយឬក៏សូត្រទាំងអស់ដើម្បីឲ្យនារីនឹងទៅបាត់ណាប៉ុន្តែទោះបីគាត់សូត្រយ៉ាងណាក៏ដោយក៏នារីខ្មោចនោះមិនទៅណាទេគឺនៅឈោមុខគាត់អញ្ចឹងទៅតម្លាក់សក់មុខគាត់លះលួយដាក់គាត់ពេលនោះបងតារាគាត់ភ័យខ្លាំងណាស់គាត់ក៏បានព្យាយាមថាចង់រត់ចេញប៉ុន្តែគេរត់ឲ្យរួចទេគាត់សង្ងំឃ្លុំភួយរហូតហើយគាត់ថានារីខ្មោចនោះពាក់រ៉ូបពណ៌សគាត់ថានិយាយថាចេះថាឲ្យបងតារាជួយគាត់ផងគាត់ថាជួយខ្ញុំផងគាត់អត់ដឹងថាចង់ឲ្យគាត់ជួយពីអីទេប៉ុន្តែនារីខ្មោចហ្នឹងនិយាយថាជួយគាត់ផងណាប៉ុន្តែបងតារាអត់បានស្ដាប់គិតអីច្រើនគឺគិតតែពីភ័យដល់ពេលគាត់ភ័យខ្លាំងពេកគាត់ស្លាប់ឈឹងទៅនិយាយដូចដាច់ពោះអញ្ចឹងណាគាត់ស្លាប់បាត់ទៅគាត់ពេលស្លាប់បាត់ហើយនៅពេលព្រឹកឡើងបងតារាគាត់អត់ដឹងថាយប់មិញគាត់ដេកលក់ស្មានណាឬអីទេគាត់អត់ដឹងព្រោះគាត់ស្លាប់បាត់ហើយអញ្ចឹងគាត់ក៏បានទេទៅមិត្តភក្តិរបស់គាត់ថាឥឡូវទេទៅបងសេហាគាត់ថាឥឡូវជួយមកយកអាវ៉ាតិចមកព្រោះបន្ទប់ជួលរបស់គាត់ហ្នឹងនៅលេខបានហើយដល់ពេលមិត្តភក្តិរបស់គាត់សួរថាម៉េចបាត់ចេញអញ្ចឹងមកនៅតែបាន4ថ្ងៃហ្នឹងហើយរើទៅណាឲ្យលុយគេអស់ហើយកក់ផងអីផងពេលអញ្ចឹងគាត់ថាឥឡូវមកជួយរើសិនមក
ហើយសូមស្នាក់នៅមួយរយៈសិនចាំគាត់រកបន្ទប់ជួលថ្មីបានគាត់នឹងរើចេញទៀតគាត់ថាឲ្យមកជួយរើសិនមកចាំគាត់ប្រាប់សាច់រឿងពេលក្រោយអញ្ចឹងណាអញ្ចឹងមិត្តភក្តិរបស់គាត់ក៏រៀបចំខ្លួនមកជួយរើគាត់អញ្ចឹងទៅបន្ទាប់ពីបងតារាគាត់បាននិយាយជាមួយបងសេហាទៅជាមិត្តភក្តិរបស់គាត់រួចគាត់ក៏បានទៅរកពីម្ចាស់បន្ទប់ណាគាត់ក៏បានទៅសួរទៅអ៊ីម្ចាស់បន្ទប់ថាចេះថាបន្ទប់ជាន់ទី3ហ្នឹងមានអ្នកស្នាក់នៅប្រហែលអ្នកហើយមាននរណានៅខ្លះអញ្ចឹងណាហើយនៅជាន់ទី3ហ្នឹងមិនក៏ខ្ញុំអត់ដែរបានឃើញអ្នកណាម្នាក់ឆ្លងកាត់ឬក៏ចេញចូលណាដល់ពេលអញ្ចឹងបងសាគាត់ថាហើយជាន់ទី3ហ្នឹងមានខ្មោចមែនដល់ពេលអ៊ីលឺអញ្ចឹងគាត់ថាអូនឯងមិនកូននិយាយអញ្ចឹងបន្ទប់ជួលរបស់អ៊ីដែលមានខ្មោចដែលមានអីទេអូនឯងស្វាងភ្នែកទេដល់ពេលគាត់និយាយអញ្ចឹងបងសេហាគាត់ថាគាត់ខឹងមែនទេពេលហ្នឹងគាត់ថាហេតុអីអត់និយាយការពិតឥឡូវនិយាយប្រាច់ខ្ញុំការពិតអត់ព្រោះខ្ញុំជួបខ្មោចយប់មិញនេះលោខ្ញុំដល់ហើយមានស្ត្រីម្នាក់ពាក់រ៉ូបសមុខឥឡូវហាលួយទម្លាក់សក់មកដាក់ខ្ញុំនេះហើយឯងថាបន្ទប់អត់មានខ្មោចលោឥឡូវឯងនិយាយមកថាមានឬអត់បើឯងអត់និយាយទេខ្ញុំនឹងបង្ហោះ Facebook ឲ្យគេដឹងថាម្ដុំនោះឬក៏បន្ទប់ឯងមានខ្មោចនៅអញ្ចឹងឯងច្បាស់ជាអត់មានណាគេមិនហ៊ានជួយឯងទៀតទេអញ្ចឹងឯងប្រាប់ខ្ញុំមកត្រង់មកដល់ពេលអ៊ីម្ចាស់បន្ទប់ដល់ពេលបងតារាគាត់និយាយច្បាស់ពេកគាត់ថាឥឡូវចេះមួយឯងមិនប្រាប់ណាទេមួយឯងសុំមួយឯងលាក់ទៅហើយចាំគាត់ឲ្យថ្លៃបន្ទប់ជួលទៅវិញអញ្ចឹងណាអត់យកទេអញ្ចឹងគាត់បានរៀបរាប់សាច់រឿងឲ្យបងតារាដឹងថាចេះជាមួយខែមុនណាមានស្ត្រីម្នាក់ដែលជានិស្សិតហើយគាត់បានមកជួលបន្ទប់នៅចិត្តបងតារាណានៅចិត្តចាប់បន្ទប់គាត់នឹងឯងប៉ុន្តែត្រូវបានសង្សាររបស់និស្សិតស្រីម្នាក់ហ្នឹងសម្រាប់នាងដោយសារតែគាត់ប្រច័ណ្ឌនារីម្នាក់ហ្នឹងណានារីដែលពាក់រូបសហ្នឹងណាជាមួយនឹងមិត្តភក្តិរបស់គាត់ហើយរកជាសង្សារនោះថ្ងៃដែលកើតហេតុនោះគាត់បានឆ្លោះគ្នាជាខ្លាំងជាមួយនឹងនារីនិស្សិតដែលនៅបន្ទប់ចិត្តបងសេហានោះហើយនៅពេលដែលពួកគេឆ្លោះគ្នាខ្លាំងបែបនេះបរិសុទ្ធជាសង្សារនោះក៏បានសម្លាប់នារីដែលនៅចិត្តបន្ទប់ជួលរបស់បងតារាហ្នឹងស្លាប់បាត់បន្ទាប់ពីសម្លាប់ហើយបរិសុទ្ធជាសង្សារនោះក៏បានរត់ចេញពីបន្ទប់នោះទៅហើយបន្ទាប់ពីចាប់ពីពេលដែលនារីម្នាក់នោះស្លាប់នោះអ្នកដែលរស់នៅជនទី3ទាំងប្រមាណហ្នឹងជាសុំឈប់ជួលបន្ទប់ម្ដងម្នាក់រហូតដល់អស់អ្នកជួលអញ្ចឹងណាហើយបន្ទាប់មកក៏មានអ្នកផ្សេងដែរមកជួលប៉ុន្តែជួលបានប្រហែលជា3-4ថ្ងៃអីគឺរត់អស់ហើយដូចមួយឯងអញ្ចឹងហើយបងតារាគាត់ថាអញ្ចឹងបើអ៊ីឯងដឹងអញ្ចឹងហេតុអីឯងឲ្យខ្ញុំហ្នឹងនៅជួលបន្ទប់មានខ្មោចទៀតដល់ពេលអញ្ចឹងអ៊ីគាត់ថាអ៊ីបានសូត្រមន្តហៅលោកមកសូត្រមន្តប្រោះព្រំឲ្យហើយអញ្ចឹងគាត់គិតថាប្រហែលជារឿងស្ងាត់ហើយវាទៅបាត់ហើយប្រហែលជាមិនមានទៀតទេអញ្ចឹងគាត់ក៏ប្រាប់បងតារាថាមានបន្ទប់អញ្ចឹងណាប៉ុន្តែគាត់មិនដឹងថានៅមានអញ្ចឹងទៀតទេអញ្ចឹងគាត់ក៏សុំទោសបងតារាទៅហើយក៏ឲ្យលុយបងតារាទៅវិញទៅអានេះជាបទពិសោធន៍របស់បងតារាដែលគាត់រកបន្ទប់ជួលក៏ប៉ុន្តែអ្វីដែលគាត់បានជួបនេះគឺគាត់ថាពេញមួយជីវិតគាត់ក៏ដែរជួបទេគាត់ជួបលើកនេះគាត់ចាំមិនភ្លេចព្រោះថាគាត់ថាដល់លើកក្រោយគឺគាត់មុននឹងរកបន្ទប់ជួលណាមួយគឺគាត់ត្រូវតែស៊ើបប្រវត្តិឲ្យច្បាស់សិនទៅគាត់ជួលជៀសវាងជួបគាត់ដូចសាច់រឿងរបស់គាត់អញ្ចឹងមិនថាយើងជួលបន្ទប់ណាក៏ដោយវាយើងទិញផ្ទះបើយើងអត់បានមើលច្បាស់លាស់ទេវាអាចធ្វើឲ្យយើងជួបរឿងនឹកស្មានមកដល់ដែលយើងមិនក៏បានជួបទេហើយទាំងនេះគឺជាបទពិសោធន៍របស់បងតារាដែលគាត់បានចែករំលែកមកឲ្យអតីតកាលខ្មោចរបស់យើងដើម្បីចែករំលែកដល់បងប្អូនអ្នកនេះស្ដាប់កំសាន្តអ្នកនេះអញ្ចឹងសូមអរគុណច្រើនហើយសូមបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងហើយនេះជាការនិទានរបស់ខ្ញុំដែលខ្ញុំបានហាត់ដូចថាខ្ញុំហាត់ធ្វើអញ្ចឹងណាខ្ញុំរៀបចំធ្វើអញ្ចឹងអាចថាមានការលើសទោះកន្លែងណាសូមឲ្យបងប្អូនអធិស្ឋានផងអរគុណច្រើន